Hello បងៗទាំងគ្នាថ្ងៃនេះសូមចេញវីដេអូមួយទៀតដែរនៅក្នុងដៃខ្ញុំនេះគឺជាទូរស័ព្ទ Redmi 12C ដែលទូរស័ព្ទនេះគឺភ្ញៀវគាត់ពិបាកប្រើដោយពិបាកប្រើហ្នឹងគឺជា China version ហើយគាត់ឲ្យខ្ញុំធ្វើទៅជា global version ហើយវាមាន Play Store មានអីឡើងវិញណាតែឥឡូវគឺយើងចាប់ផ្ដើមboot ទូរស័ព្ទបាទឲ្យស្គាល់ជាមួយនឹងកម្មវិធី Unlock Tool ហ្នឹងហើយយើង boot មកហើយឥឡូវវាស្គាល់ហើយបន្តមកទៀតគឺយើងទៅជ្រើសរើស file សម្រាប់ RAI ហើយ file សម្រាប់ RAI នេះផងដែរគឺខ្ញុំបាន copy download ទុកហើយអស់ហើយអញ្ចឹងខ្ញុំចាប់ដើមតម្លាក់ file គេ file ស្កាត់ file ណាបាទដើម្បី flash ឲ្យវាដំណើរការ program ហ្នឹងទៅជា global បាទសម្រាប់ China version នៅស្រុកខ្មែរយើងគឺពិបាកប្រើទី1គឺវាអត់មាន Play Store ហើយទី2ផ្នែកកម្មវិធីហ្នឹងគឺបែបចិនបែបចិនអញ្ចឹងគឺខ្ញុំចាប់ដើម RAI បាទចាប់ដើម flash ហើយបាទនេះបងប្អូនមើលតាមជាក់ស្ដែងណាវីដេអូនេះគឺខ្ញុំធ្វើសម្រាប់ចែកជូនបងប្អូនមើលផងហើយក៏ជាការទុកជាអនុស្សាវរីយ៍បាទថ្ងៃក្រោយទៅយើងអាចចូលមើលវីដេអូចាស់បាទអញ្ចឹងគឺអានេះខ្ញុំខាយលឿនៗតាមពិតជាក់ស្ដែងយើង RAI យូរយើងចាំរៀងយូរដែរបាទឥឡូវយើងដល់វគ្គUnlock Bootloader បងប្អូនមើលការធ្វើរបស់ខ្ញុំគឺនៅខាងឆ្វេងដៃខាងលើណាបាទខ្ញុំដាក់កាមេរ៉ាទូចនៅខាងលើហ្នឹងបាទ Unlock Bootloader នេះគឺខ្ញុំដាក់ឲ្យលឿនកុំឲ្យខាតពេលបងប្អូនមើលយូរអញ្ចឹងណាបាទឥឡូវហ្នឹងគឺដល់វគ្គយើងចូល format ចូល recovery ណាចូល recovery គឺយើងចុច volume power 1ហើយនឹង volume ឡើងលើ volume បូកបាទជឿជាប់មកវាចូលដល់កន្លែងហ្នឹងហើយយើងធ្វើការចូល format វាទៅជាការស្រេចឥឡូវហ្នឹងគឺយើងចូលដល់កន្លែង format ហើយបាទយើងរងចាំបន្តិចបាទឥឡូវនេះគឺយើងដល់កន្លែង format ហើយបាទយើងចូល web data format វាមកហើយយើង reboot វាបាទបើសិនជាយើងអត់ធ្វើចឹងទេគឺ program វានៅឆេះលុបចឹងណាបន្តមកទៀតគឺយើងរងចាំអានេះខ្ញុំថាដាក់វីដេអូរៀងលឿនតិចបាទការងារនេះគឺសម្រាប់ជាងទេបើសិនជាបងប្អូនអ្នកប្រើរៀងពិបាកធ្វើតិចដោយសារទី1យើងត្រូវការឧបករណ៍កុំព្យូទ័រទី2គឺត្រូវការទិញ license Unlock Tool បាទធ្វើបានតោះឥឡូវគឺ program គឺបានឡើងដល់ឲ្យជ្រើសរើសភាសាឲ្យវាយនិចទៅមុខចឹងណាបាទនេះគឺខ្ញុំដាក់ឲ្យលឿនហើយបាទឥឡូវយើងនិចរហូតឲ្យឡើងដល់ program មកជាការស្រេចហើយបាទនេះគឺចូលទៅជា global version វិញហើយបងប្អូនមើលជាក់ស្ដែងគឺវាមាន Play Store មានអីឡើងវិញហើយមុនក៏អត់មានទេគឺចេញសរសចិន